លោកមិនអឡោះអាឡៃសិនឆាយទៀតហេតុអីក៏មិនព្រមថាខ្ញុំពិសោធន៍ឲ្យខ្ញុំដឹងមកពិសោធន៍ឲ្យមានមកបတ်ផ្នែកសិនទៅជួយណាស់មែនទេខ្ញុំមិនអត់បារម្ភហើយខ្ញុំមិនលេងចឹងគ្រប់លឿនមែនទេក្តុកក្តួលស្អីបើបានជាបែបនេះហើយគឺល្អណាស់ខ្ញុំក៏ចង់ឲ្យអញ្ចឹងដែរពេលនេះចិត្តរបស់ខ្ញុំក៏ដូចជាលើកភ្នំចេញពីដើមទ្រូងអញ្ចឹងអូមិនមែនទេប៉ុន្តែមិនអាចប្រៀបធៀបដូចទេគឺដូចជាលើកទី1ដែលមនុស្សបានទៅចង់លើកដួងច័ន្ទទៅពេញទៅដោយភាពរំភើបត្រេកអរមើលស្អីបានមិនចាក់ខ្មៅឡើងមកខ្ញុំនិយាយយ៉ាងម៉េចក៏ភ្លេងមិនរលត់ដែរខ្ញុំមិនមែនចឹងទេកុំតាំងខ្លួនជាអ្នកចិត្តសាស្ត្របានទេបើប្រកែមើលចិត្តមនុស្សអញ្ចឹងមិនក៏មិនទៅមើលសភ័យទេខ្ញុំឃើញក្បួនហើយสัญชัยชิงฮะยังมายังមកអក្រមម្ល៉េះមិនសប្បាយចិត្តហ៎អត់ទេមិនមកថាអត់ទេតែមានរឿងអីខ្ញុំទ្រាំលេងបានចំពោះភាពល្ងងរបស់ខ្លួនឯងហើយស្មានថាខ្លួនឯងទៅតែគិតស្អីស្អីនឹងប្រើខួរក្បាលចង់ធ្វើស្អីធ្វើភ្លាមពេលដែលដឹងថារឿងមិនដូចគិតតែដឹងថាពេលកន្លងមកខាត់កម្លាំងអត់ប្រយោជន៍ខ្ញុំនេះល្ងងមែនទេចាប់តាំងពីរឿងនេះចិនរហូតមកដល់រឿងស៊ីសិនហើយពេលនេះហើយថានិយាយអញ្ចឹងនេះជាចំណុចល្អរបស់យើងតាព្រោះនេះជាថាធៀបពិតរបស់មនុស្សគឺចំណុចល្អហើយធ្វើល្អចំពោះគេរហូតអ្នកដែលមាននិយាយគេសិតតែគេធ្វើបែបនេះមិនទាំងអស់ហ្នឹងនេះថែមទាំងអត់ទោសគេស្រួលទៀតផងនេះគឺចំណុចល្អណាស់ប៉ិតមែននេះប៉ិតមែនខ្ញុំស្រឡាញ់នាងក៏ព្រោះតែចំណុចនេះឯងនេះដឹងទេឯងគិតអញ្ចឹងហ៎គឺវាពិតមែនហ្នឹងខ្ញុំស្រឡាញ់សាន់ឆាយបាននេះខ្លាំងណាស់ខ្ញុំកំពុងសាយភាពថាស្រឡាញ់នាងឯងនិយាយត្រូវបើយើងចេះចាត់ការបញ្ហាដែលបានកើតឡើងឲ្យអស់គ្រប់យ៉ាងមិនទាន់យឺតពេលទេសាន់ឆាយខ្ញុំត្រូវទៅដឹងមុនឡើងចាប់ផ្ដើមធ្វើជំនួសថ្មីប្រសិនបើគិតថាបើពេលនេះគ្មានសម្ពាធទេគឺដូចជាលេខបងបងពេលដែលចូលរៀនក្នុងមហាវិទ្យាល័យរស់នៅយ៉ាងស្រួលមានសេរីភាពនេះមានមិត្តភក្តិម្នាក់ទៀតខ្ញុំមិននៅជាមួយនឹងយូររហូតណាត្រូវចូលរឿងអាក្រក់លះបង់ចោលឲ្យអស់ឈិញហាអរគុណហើយដែលបានឯងលួងលោមចិត្តរបស់ខ្ញុំឯងត្រូវធ្វើចំណុចរបស់ខ្ញុំរហូតដឹងទេស្អែកនេះជួបគ្នាណាបាយបាយចាលើទូរស័ព្ទមកមានការអីខ្ញុំមកឃើញស្រីម្នាក់អស់សង្ឃឹមដូច្នេះហើយចង់មកបងញ៉ាំកាហ្វេបានទេអ្នកណាគេអស់សង្ឃឹមប្រយ័ត្នពាក្យសម្ដីបើមិនអញ្ចឹងទេកុំសង្ឃឹមថាបានស្រីស្អាតទៅញ៉ាំកាហ្វេកំដៅឲ្យសោះណា
ឆ្នាំពេលដល់ដល់នេះខ្ញុំចូលចិត្តចេញម្ដងនេះរមហានទៅអង្គុយញ៉ាំកាហ្វេចាំបានខ្ញុំក៏បានឃើញលោកចូលចិត្តដើរលេងម្នាក់ឯងហើយញ៉ាំកាហ្វេម្នាក់ឯងមិនអបសក់ទេអ្នកអស់សកម្មទៅដល់អបសក់នោះលោកកុំឌឺឲ្យខ្ញុំបានទេពេលនេះខ្ញុំគិតឃើញហើយកាលពីមុនយើងក៏ធ្លាប់បានចេញម្ដងយើងជាមួយគ្នាដែរបើកាលនៅដូចពេលនេះយើងបានចិត្តនិយាយគ្នាប្រហែលជាប្រសើរណាស់អត់ទេគ្រាន់តែគិតថានៅទីនេះបរិយាកាសល្អធ្វើឲ្យសប្បាយចិត្តអត់ស្ទាបបានទេគួរតែទៅចំហវិញក្តីចង់ស្លាប់ចង់ទៅតាមទឹកទៀតទេកាលពីលើកមុននៅភ្លៀងនាំខ្ញុំទៅលេងខ្លែងលោកនេះចាំជាចម្លែកមែនអេសិនឆៃចៃដាំដល់ហើយមែនហើយចៃដាំណានេះមកយូរហើយគឺមកសិទុហើយម្នាក់នេះជាអ្នកណាគេពួកនេះនាំគ្នាមកដល់លេងមិនមែនទេគាត់ឈ្មោះគួរចាលេពួកយើងចៃដាំបានជួបគ្នានេះឲ្យគួរចាលេសួស្ដីខ្ញុំជាគូរដំណឹងអាស៊ីឈ្មោះស៊ីជីអង្គុយថតបានទេអេហេតុអីក៏អង្គុយទៅមកគ្នាអញ្ចឹងមកអង្គុយក្បែរគ្នាមកអានេះឡើងមកខាងនេះឈរនៅស្ងៀមធ្វើអីមកអង្គុយមកនេះឡើងអង្គុយចាស់ទៅអ្នកទាំងពីរមកដល់លេងត្រីហើយមើលទៅដូចជារីកចម្រើនណាស់ពិតមែនហើយអ្នកណាឃើញយើងអង្គុយបែបនេះមកតែថាជាគូស្នេហ៍ជាងមកបដាគ្នាហើយដូចណាស់បាត់មកទៅហេតុអីក៏ធ្វើមកកញ្ញអញ្ចឹងសុំទៅណាអាស៊ីជាមនុស្សពូកែអ៊ីនណាមិនអីទេពួកយើងស្គាល់ចរិតគេយូរហើយអំបញ្ញនេះគាត់រអ៊ូខ្លាំងណាស់ថាធន់គ្មានអីធ្វើខ្ញុំក៏បាននាំគាត់ឡើងសភាគារមិននឹកស្មានថាគាត់រត់ចុះមកវិញស្ទើរទៅតាមមិនតាន់សោះឡើងសភាគារចាមិនគិតថាចង់ទៅទេអត់ទេយើងធ្លាប់ថោកគ្នារួចហើយមានស្អីជ្រៅជាងនេះក៏គ្មានស្អីចម្លែកដែរកុំនិយាយទៅផ្ដាស់បានទេគាត់តែនិយាយប៉ុណ្ណឹងមិនអីទេមនុស្សស្រីលះបង់ឲ្យលោកដល់ថ្នាក់នេះហើយលោកគួរតែសប្បាយចិត្តហើយមនុស្សប្រុសល្អក៏មិនធ្វើឲ្យមនុស្សស្រឡាញ់ខូចចិត្តដែរខ្ញុំក៏ថាអញ្ចឹងដែរអូមែនហើយខ្ញុំមានផ្ទះលំហែកាយនៅលើភ្នំស្អែកនេះយើងឈប់សម្រាកយើងទៅដើរលេងជាមួយគ្នាយ៉ាងម៉េចដែរកុំអីអ្នកទាំងពីរទៅចុះខ្ញុំនឹងគួរចាលើមិនចង់ទៅរំខានទេមែនទេគួរចាលើមានស្អាតចំហុយទេមានលោកជួយចិត្តទឹកចំហុយហ៎ប្រសើរណាស់ផ្ទះរបស់ខ្ញុំក៏មានដែរអញ្ចឹងយើងទៅក៏បានដែរយល់ព្រមពួកយើងទៅជាមួយគ្នាណាលោកស្រីមានដំណឹងអីហ៎សូមជម្រាបលោកស្រីអ្នកប្រុសនិងនាងសៀវជឺបានទៅផ្ទះលំហែកាយរបស់នាងកូនចៅរបស់ខ្ញុំបានឃើញដល់ផ្ទាល់ភ្នែកថាពួកគាត់បានទៅជាមួយគ្នាមើលទៅយប់នេះប្រកាសជាសំណាក់នៅផ្ទះលំហែកាយជាមិនខានទេលោកស្រីសៀវជឺគឺជាក្មេងស្រីឆ្លាតនឹងរៀនភ្លាមចេះភ្លាមប៉ុន្តែនៅមានលោកគួរចាលើនិងនាងសាមឆាយពីរនាក់ទៀតទៅជាមួយដែរលោកស្រីថាម៉េចហេតុអីក៏អញ្ចឹងពួកគាត់4នាក់បានទៅជួបគ្នានៅក្នុងហាងកាហ្វេមួយប៉ុន្តែមិនដឹងថាមូលហេតុស្អីទេបានចំណេញសោកបបួលគ្នាទៅទាំងម៉ាកានោះស្រីថោកទៀតសាន់ឆៃនេះចាំជារំខានមែនទេតើវាចង់នឹងដើម្បីស្អីទៀតឈប់សិនអំបញ្ញមិញឯងនិយាយថាគេនៅជាមួយគួរចាលើយទៅទាំង4នាក់អញ្ចឹងហីបាទនាងប្រហែលជាអស់សង្ឃឹមជាមួយអាស៊ូរួចហើយងាកទៅរកគូចាលើយវិញអញ្ចឹងក៏ល្អដែរបើឆ្លងផុតយុគនេះអាស៊ូនិងសៀវជឺមកទៅត្រូវរើគ្នានាងល្មមកាប់ចិត្តបានហើយ